Hello everyone សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅពាក្យនាមដែលជាមុខរបរឬមួយក៏វិជ្ជាជីវៈបានមកបង្ហាញបងប្អូននៅក្នុងការប្រើប្រាស់បាទអញ្ចឹងបងប្អូនមើលពាក្យទាំងអស់នេះបាទពាក្យនេះយើងអានថា businessman បាទ businessman បាទអ្នកជំនួញបាទពាក្យទាំងអស់នេះសុទ្ធតែជាមុខរបរឬមួយក៏វិជ្ជាជីវៈណាបាទ businessman អ្នកធ្វើជំនួញណាប្រុសអានេះខ្ញុំសេជាខ្មែរបែបអាន businessman អានេះសេជាសេញអង់គ្លេសអានេះ cleaner បាទ cleaner អ្នកសម្អាតអ្នកអនាម័យណា cleaner delivery driver បាទអ្នកបើកបរអ្នកដឹកជញ្ជូនណា delivery driver បាទ driver ហ្នឹងអ្នកបើកបរហើយ delivery ហ្នឹងគឺដឹកជញ្ជូនអញ្ចឹងគេប្រើជាប់គ្នាណា delivery driver បាទអ្នកបើកបរដឹកជញ្ជូនអីវ៉ាន់ឲ្យភ្ញៀវអានេះ barber បាទ barber នេះគឺជាងកាត់សក់បាទ barber office worker បាទបុគ្គលិកការិយាល័យ office worker បាទអញ្ចឹងខ្ញុំអានម្ដងទៀត businessman បាទអ្នកជំនួញប្រុស cleaner អ្នកសម្អាត delivery driver អ្នកបើកបរដឹកជញ្ជូន barber ជាងកាត់សក់ office worker បុគ្គលិកការិយាល័យបាទអញ្ចឹងបងប្អូនមើលការប្រើប្រាស់បាទការប្រើប្រាស់មិនលំបាកទេគឺយើងប្រើតាមប្រធានមួយអញ្ចឹងឧទាហរណ៍នៅក្នុងប្រយោគស្រប he is a businessman គាត់ជាអ្នកជំនួញ he is a businessman បាទ he ហ្នឹងគាត់ is ហ្នឹងជា businessman នេះអ្នកជំនួញហ្នឹងម្នាក់ he is a businessman បាទគាត់ជាអ្នកជំនួញ she is a cleaner នាងជាអ្នកសម្អាត she is a cleaner បាទ she ហ្នឹងនាង he ហ្នឹងជា cleaner អ្នកសម្អាតហ្នឹងម្នាក់អញ្ចឹង she is a cleaner នាងជាអ្នកសម្អាត he is a delivery driver គាត់ជាអ្នកបើកបរដឹកជញ្ជូន he is a delivery driver អញ្ចឹង he គាត់ is ជា delivery driver បាទអ្នកបើកបរដឹកជញ្ជូនហ្នឹងម្នាក់ he is a delivery driver he is a barber គាត់ជាជាងកាត់សក់ he is a barber she is an office worker នាងជាអ្នកធ្វើការនៅការិយាល័យឬមួយក៏ជាបុគ្គលិកការិយាល័យ she is an office worker បាទ she នាង is នឹងជា office worker បាទបុគ្គលិកការិយាល័យឬមួយក៏អ្នកធ្វើការការិយាល័យ and ហ្នឹងគឺម្នាក់បាទកន្លែងលើនេះបងប្អូនឃើញប្រាក់អញ្ចឹងណាដល់ពេលក្រោមនោះគឺយើងប្រាក់ and ដោយសារតែនេះពាក្យថា office កន្លែងនេះគឺផ្ដើមឡើងដោយស្រៈបាទស្រៈ o អញ្ចឹងអានេះគឺដូរមក and ប៉ុន្តែមានន័យថាម្នាក់ឬមួយដូចគ្នាអញ្ចឹង she is an office worker បាទនាងជាអ្នកធ្វើការការិយាល័យបាទបងប្អូនមើលការប្រើប្រាស់នៅក្នុងប្រយោគបដិសេធម្ដងនៅក្នុងប្រយោគបដិសេធគឺយើងគ្រាន់តែបន្ថែមពាក្យ not បាទពាក្យ not ទៅឲ្យប្រយោគស្របខ្លាយទៅជាប្រយោគបដិសេធ he is not a businessman គាត់មិនមែនជាអ្នកជំនួញទេ he is not a businessman she is not a cleaner នាងមិនមែនជាអ្នកសម្អាតទេ she is not a cleaner he is not a delivery driver គាត់មិនមែនជាអ្នកបើកបរដឹកជញ្ជូនទេ he is not a delivery driver he is not a barber គាត់មិនមែនជាជាងកាត់សក់ទេ he is not a barber she is not an office worker
នាងមិនមែនជាបុគ្គលិកការិយាល័យទេ She is not an office worker បាទចឹងបងប្អូនឃើញការប្រើប្រាស់នៅក្នុងប្រយោគបដិសេធជាទម្រង់វែងបាទចឹងបងប្អូនមើលបន្តទៀតបាទនេះគឺជាប្រយោគសំណួរនៅក្នុងប្រយោគសំណួរគឺយើងគ្រាន់តែលើក is បាទ is បាទដាក់នៅខាងដើមតែទៅជាប្រយោគសំណួរឧទាហរណ៍នៅក្នុងប្រយោគលើនេះ is he a businessman តើគាត់ជាអ្នកជំនួញទេតើគាត់ជាអ្នកជំនួញឬបាទដូចគ្នា is he a businessman is she a cleaner តើនាងជាអ្នកសម្អាតឬ is she a cleaner is he a delivery driver តើគាត់ជាអ្នកបើកដឹកជញ្ជូនមែនទេ is he a delivery driver is he a barber តើគាត់ជាជាងកាត់សក់មែនទេ is he a barber is she an office worker តើនាងជាបុគ្គលិកការិយាល័យមែនទេ is she an office worker បាទនេះគឺជាការប្រើប្រាស់នៅក្នុងប្រយោគសំណួរបាទអញ្ចឹងបងប្អូនមើលការប្រើប្រាស់ក្នុងប្រយោគស្របប្រៀបធៀបជាមួយនឹងការប្រើទម្រង់ខ្លីបាទខាងនេះខ្ញុំដាក់ទម្រង់វែងខាងនេះខ្ញុំដាក់ទម្រង់ខ្លីចំណងជើងគឺទម្រង់វែងនិងទម្រង់ខ្លីក្នុងប្រយោគស្របបាទអញ្ចឹងទម្រង់វែង he is a businessman បាទគាត់ជាអ្នកជំនួញស្មើនឹងទម្រង់ខ្លីនេះ he is a businessman បាទសេទម្រង់ខ្លីគឺយើងសេបំរួញរវាងប្រធានហើយនិង is នេះយើងលុបអក្សរ I មួយចោលទៅហើយយើងប្រើបតៈមួយនេះបាទនៅក្នុងភាសាអង់គ្លេសគឺ apostrophe គេហៅឈ្មោះវាបាទអញ្ចឹងស្មើនឹង he is a businessman គាត់ជាអ្នកជំនួញចូលដល់ប្រយោគនេះមួយទៀត she is a cleaner នាងជាអ្នកសម្អាតបាទស្មើនឹងទម្រង់ខ្លី she's a cleaner she's a cleaner he is a delivery driver គាត់ជាអ្នកបើកដឹកជញ្ជូនស្មើនឹងទម្រង់ខ្លី he's a delivery driver he's a delivery driver he is a barber គាត់ជាជាងកាត់សក់ស្មើនឹងទម្រង់ខ្លី he's a barber he's a barber she is an office worker នាងជាអ្នកធ្វើការការិយាល័យស្មើនឹងទម្រង់ខ្លី she's an office worker she's an office worker បាទអញ្ចឹងបងប្អូនឃើញការប្រើប្រាស់ទម្រង់វែងនិងទម្រង់ខ្លីនៅក្នុងប្រយោគស្របអញ្ចឹងបងប្អូនមើលបន្តទៀតបាទនេះគឺជាការប្រើប្រាស់ទម្រង់វែងនិងទម្រង់ខ្លីនៅក្នុងប្រយោគបដិសេធម្ដងបាទអញ្ចឹងទម្រង់វែងដោយដែលបងប្អូនជួបនៅក្នុង slide មុន he is not a businessman គាត់មិនមែនជាអ្នកជំនួញទេតែពេលសេទម្រង់ខ្លី he isn't a businessman he isn't a businessman បាទអញ្ចឹងគេបំរួញរវាង is not កន្លែងនេះបានជា isn't បាទលុបអក្សរ o ចោលហើយប្រើបតៈមួយនេះអញ្ចឹងយើងអាន isn't ដល់ពេលខាងនេះគឺ is not ឧទាហរណ៍ប្រយោគនេះមួយទៀត she is not a teacher នាងមិនមែនជាអ្នកsorry she is not a cleaner នាងមិនមែនជាអ្នកសម្អាតទេស្មើនឹងទម្រង់ខ្លី she isn't a cleaner she isn't a cleaner he is not a delivery driver គាត់មិនមែនជាអ្នកបើកបរដឹកជញ្ជូនទេស្មើនឹងទម្រង់ខ្លី he isn't a delivery driver he isn't a delivery driver ចូលដល់ប្រយោគនេះមួយទៀត he is not a barber គាត់មិនមែនជាជាងកាត់សក់ទេ
បាទស្មើនឹងទម្រង់ខ្លី he isn't a barber he isn't a barber បងប្អូនមើលប្រយោគនេះមួយទៀត she is not an office worker នាងមិនមែនជាបុគ្គលិកការិយាល័យទេស្មើនឹងទម្រង់ខ្លី she isn't an office worker she isn't an office worker បាទបងប្អូនមើលបន្តទៀតបាទនេះគឺជាការឆ្លើយនៅចម្លើយខ្លីនៅពេលដែលគេសួរយើងឆ្លើយនៅចម្លើយខ្លីនេះឯងមានស្របមានបដិសេធអញ្ចឹងឧទាហរណ៍គេសួរយើងថា is he a businessman តើគាត់ជាអ្នកជំនួញឬ is he a businessman ដល់ពេលយើងឆ្លើយស្រប yes he is បាទគាត់ជាអ្នកជំនួញបើស្រីចាគាត់ជាអ្នកជំនួញបើសិនជាបដិសេធ no he isn't ទេគាត់មិនមែនជាអ្នកជំនួញទេ is she a cleaner តើនាងជាអ្នកសម្អាតឬបាទឆ្លើយស្រប yes she is បាទនាងជាអ្នកសម្អាតដល់ពេលបដិសេធ no she isn't ទេនាងមិនមែនជាអ្នកសម្អាតទេចូលដល់ប្រយោគមួយនេះ is he a delivery driver តើគាត់គឺជាអ្នកបើកបរដឹកជញ្ជូនអីវ៉ាន់ឬ yes he is បាទគាត់ជាអ្នកបើកបរដឹកជញ្ជូនអីវ៉ាន់ដល់ពេលបដិសេធ no he isn't ទេគាត់មិនមែនជាអ្នកបើកបរដឹកជញ្ជូនអីវ៉ាន់ទេ is he a barber តើគាត់ជាជាងកាត់សក់មែនទេឆ្លើយស្រប yes he is បាទគាត់ជាជាងកាត់សក់បើសិនជាបដិសេធ no he isn't ទេគាត់មិនមែនជាជាងកាត់សក់ទេចូលដល់ប្រយោគចុងក្រោយមួយនេះ is she an office worker តើនាងជាអ្នកធ្វើការនៅក្នុង office ឬបាទឆ្លើយស្រប yes she is បាទនាងជាអ្នកធ្វើការនៅ office ហ្នឹងដល់ពេលបដិសេធ no she isn't ទេនាងមិនមែនជាអ្នកធ្វើការនៅក្នុង office ហ្នឹងទេបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺបងប្អូនបានរៀនពាក្យមួយចំនួនហើយយកទៅប្រើប្រាស់នៅក្នុងប្រយោគស្របប្រយោគសំណួរប្រយោគបដិសេធហើយនឹងចម្លើយខ្លីបាទអរគុណបងប្អូនដែលបានតាមដាននៅការបង្រៀនភាសាអង់គ្លេសនៅលើ Channel PPT English បើសិនជាបងប្អូនចង់តាមដាននៅវីដេអូដែលអាប់ដេតថ្មីៗបាទសូមចុចលើប៊ូតុង Subscribe ហើយនិងសញ្ញាកណ្ដឹងបាទសូមជម្រាបលាសូមអរគុណ